Ngàyនេះខ្ញុំមិនចែករំលែកបងតាក់ទងជាមួយនឹងការចាក់បាតកាបូបធ្វើម៉េចឲ្យរឹងដោយយើងអត់ចាំបាច់ប្រើបាតកាបូបដែលមានស្រាប់ទេហើយមើលទៅក៏ស្អាតប្លែកមួយបែបដែរដែលជាហ៊ានទី1នឹងយើងត្រូវមានបាតកាបូបដែលចាក់ហើយចំនួន2ទំហំប៉ុនគ្នាជាមួយនឹងសណាញ់សម្រាប់ទ្រាប់បាតកាបូបមួយដែលសណាញ់នឹងយើងអាចកាត់តម្រូវតាមទំហំបាតកាបូបដែលយើងចាក់ហើយបានហើយបន្ទាប់មកទៀតយើងត្រូវចាក់បាតកាបូបទី1ជាមួយនឹងបាតកាបូបទី2នឹងប្រគប់ចូលគ្នាហើយសូកសណាញ់នឹងចូលទៅប្រឡោះកណ្ដាលដើម្បីឲ្យវារឹងហើយសម្រាប់ការភ្ជាប់នឹងបងអាចមើលដៃខ្ញុំបាននៅក្នុងកាឡាទី1នឹងយើងសូកខាងក្រោយហើយកាឡាទី2គឺយើងសូកវាខាងមុខបន្ទាប់មកយើងចាក់ single crochet ជុំវិញនឹងអញ្ចឹងកាឡាទី1យើងសូកខាងក្រោយកាឡាទី2យើងសូកខាងមុខហើយយើងចាក់ single crochet បន្តរហូតមកល្មមយើងអាចដាក់សណាញ់ដើម្បីតំណប់បាតកាបូបនឹងបានបន្ទាប់ពីយើងចាក់មកល្មមហើយបងអាចសូកជាមួយនឹងសណាញ់នឹងចូលទៅបន្ទាប់មកទៀតយើងចាក់បន្តអញ្ចឹងណាអញ្ចឹងយើងសូកវាចូលទៅដើម្បីឲ្យវារៀងហឹបតិចទៅបងងាយស្រួលចាក់ហើយឲ្យវានឹងរឹងចឹងណានៅពេលដែលយើងដាក់ជ័រនឹងរួចហើយយើងចាក់ single crochet តទៀតមកណាបងដែលកាឡាទី1យើងចាក់ខាងក្រោយកាឡាទី2យើងចាក់ខាងមុខយើងបន្តចាក់រហូតទាល់តែចប់ឥឡូវនេះយើងចាក់ចប់ហើយបងចឹងយើងបានបាតកាបូបមួយដែលមានសភាពរឹងហើយងាយស្រួលប្រើប្រាស់ហើយបងគ្រាន់តែចាក់តួកាបូបឡើងទៅលើទៅតាមម៉ូតដែលបងស្រឡាញ់ទៅយើងអាចប្រើការបានហើយសម្រាប់សណាញ់ទ្រាប់បាតកាបូបជាមួយនឹងអំបោះស្វិតទំហំ2 មីលីម៉ែត្រខាងយើងមានលក់បងអាចរកទិញបាននៅ Yan Magic ណា